រឿង Bus Love Levi មានអីមែនបារម្ភរឿងអីពើព្រលឹងស្ទឹងមានជ័យលោកអ៊ំសង្ហាឆាប់ឡើងតោះទៅម៉ាក់ពេលដែលខឹងគឺគ្រោះថ្នាក់ខ្លាំងណាស់ណាលោកអ៊ំអូខេបានព្រៀងតូចតោះយើងត្រឡប់ទៅវិញជាមួយគ្នាដូបានល្អណាស់មួយខែម៉ាក់មិនអោយឯងញ៉ាំនំខេករយៈពេល1ខែម៉ាក់រៀបរឹករៀបពីបន្តិចទៅម៉ាក់កុំធ្វើឲ្យខ្ញុំខ្មាស់គេកដុំឆែបនេះឲ្យជាកូនដែលខ្ញុំបង្កើតឡើងមកច្រឡំកូនអ្នកដតីទេអូនេះជាអារបស់ចង្ហានតាអាយ៉ាហេគ្រប់គ្នាតាណាអស់ហើយនឹងអូយលោកអ៊ំម៉ាខ្ញុំចាញ់ទៀតហើយចាំអ៊ំជួយសងសឹកឲ្យឯងវិញទៅចាស់តែត្រូវស្ងាត់ណាប្រយ័ត្នម៉ាក់របស់ឯងភ្ញាក់សម្រាប់តាម៉ាក់ភ្ញាក់តោះលោកអ៊ំខ្ញុំចង់ញ៉ាំអាយស្គ្រីមណែនាងលោកអត្តាកុំសូវញ៉ាំច្រើនពេកប្រយ័ត្នថត់ដូចជាម៉ាក់ទៅណាដូសៀវហ្វៃអើយម៉ាក់បំភ័យពួកខ្ញុំហើយលបល់យោអូយម៉ាក់ភ្ញាក់បាត់ហើយបាច់អាយស្គ្រីមបាច់អាចអីទេយើមកលេងជាមួយគ្នាសប្បាយណាស់ណោះហើយមិនក៏មកដាស់ខ្ញុំផងម៉ាកុំមកធ្វើក្មេងៗខ្លាចមុននឹងខ្ញុំឃើញនាងកេងលក់អញ្ចឹងហើយទៅឲ្យនាងសម្រាប់ឲ្យស្រួលបួលទៅហើយក៏នាំក្មេងៗមកលេងនៅទីនេះអរគុណហើយយកបាយលោកគួរតែប្រញាប់ទៅវិញទៅហើយម៉េចខ្ញុំដូសេហ្វៃមកតាមម៉ាក់ហើយម៉េចលើកនេះខ្ញុំមិនចោះចាញ់ទេមិនបាច់ជាឆឹកហានមកទីនេះហើយម៉េចកំពុងរកអ្នកទៅផាត់ធីជាមួយយប់នេះមែនទេតោះទៅអត់ទេខ្ញុំត្រូវទៅទទួលក្មេងៗសិនខ្ញុំបានសុំឲ្យគេទៅយកក្មេងៗហើយថ្ងៃនេះយើងនឹងពិភាក្សាគ្នាអំពីបញ្ហាដែលពាក់ព័ន្ធជាមួយនឹងលោកប្រធានឆឹងលោកប្រធានផេងលោកដឹងទេថាលោកកំពុងតែស៊ីខ្សែលើបុគ្គលិកហើយស្វឹងយ៉ាងនេះហើយមកពិភាក្សាចំនួនលោកប្រធានមកកៅទៀតនាងក៏ផឹកច្រើនដែរនាងមិនអីទេលោកបារម្ភពីខ្លួនឯងមុនទេលោកឈឺកាពះមិនអញ្ចឹងហ៎ផឹកច្រើនមិនខ្លាចឆាប់ងាប់ទេយ៉ាងម៉េចនាងបារម្ភពីខ្ញុំហ៎កុំសង្ឃឹមថាខ្ញុំនឹងត្រឡប់ក្រោយវិញនោះជិះឡានរបស់ខ្ញុំវិញទៅវាងាយស្រួលជាងអត់ទេមិនត្រូវការមិនបានជានាងរឹងទទឹងមិនស្ដាប់បង្កប់ដូចជាឌូអញ្ចឹងអរគុណដែលបានជួយខ្ញុំមកផ្ទះវិញខ្ញុំចូលផ្ទះហើយនាងមិនអញ្ជើញខ្ញុំចូលផ្ទះផឹកតែ1ប៉ាន់2ប៉ាន់ទេហ៎យប់ជ្រៅហើយលោកគួរតែប្រញាប់ត្រឡប់ទៅវិញទៅអូយឈឺឆឹងហានកាពះលោកធ្វើទុកទៀតហើយមែនទេមែនហើយព្រោះមុននឹងខ្ញុំផឹកច្រើននាងគួរតែនាំខ្ញុំចូលផ្ទះគួរតែរកស្អីក្តៅៗមកឲ្យខ្ញុំផឹកសិនប៉ុន្តែហើយមិនអាយអូយឈឺអាយបានហើយគេមកផ្ទះមិនដឹងថាជារឿងល្អឬរឿងអាក្រក់ទេនេះសម្រាប់ចិត្តយ៉ាងម៉េចទៅមុខឬថយក្រោយបងគិតច្រើនពេកហើយគឺគេឈឺកាពះហើយខ្ញុំគ្រាន់តែជួយគេទៅតាមការគួរតែប៉ុណ្ណោះមិនថាយូរឬក៏ឆាប់អញគឺកិច្ចមិនផុតពីកដាប់ដៃរបស់លោកប្រធានឆឹងទេថ្ងៃនេះលោកប្រធានផេងសវឹងខ្លាំងណាស់បងគួរតែទៅមើលគាត់ផងទៅយកសັບទៅបងមិនស្មោះត្រង់ជាមួយខ្លួនឯងសោះហើយខ្ញុំទៅហើយណាបន្តការងាររបស់ឯងជាមួយនឹងលោកប្រធានឆឹងទៅលោកប្រធានឆឹងខ្ញុំទៅមុនហើយណាគួរតែដាក់ទឹកខ្មុំបន្តិចតួចគេផឹកហើយប្រហែលជាស្រួលខ្លួនខ្វាក់លោកអ៊ំមកឆាប់ឡើងមកលេងខ្ញុំមកចាញ់ទៀតហើយហើយណែគ្រប់គ្នាឈប់ភ្លាមពួកទាំងអស់គ្នាចឹងតាត្រូវទាំង3អ្នកតែម្ដងចាហើយម៉េចក្មេងគឺគ្រាន់តែចង់លេងអីអាចដេញណែសបាយកុំខឹងអីឆឹងហាន់លោកចង់កពិចផ្ទះរបស់ខ្ញុំមែនទេហាមអាយ៉ា
ហើយនៅសក់ស្រាប់តែងុយគេងខ្ញុំទៅគេងហើយខ្ញុំក៏អស់កម្លាំងដែរម៉ាក់និយាយថាឆាប់ចូលគេងឆាប់ភ្ញាក់ឡើងពីព្រឹកធ្វើខ្លួនជាក្មេងល្អទៅចោលឯងអស់លេងໄວពួកនេះហើយពេលណាទៅខ្លាចជាក្មេងល្អទៅខ្ញុំចូលចិត្តក្មេងៗខ្លាំងណាស់ម៉ែវមកពីឈាមតែមួយឬក៏យ៉ាងម៉េចជួបគ្នាតែប្រហែលដងសោះស្អិតរមួតយ៉ាងនេះម៉ាណាយអើយមើលទៅលោកគឺលេងឈឺកាពីអីទៀតដែរមែនទេក៏ប៉ុន្តែបានហើយឆឹងហាន់មិនបាច់មកខំប្រឹងសម្ដែងនៅចំពោះមកខ្ញុំទៀតទេបើសិនមិនធ្វើពុតជាឈឺទេនាងមិននឹងឲ្យខ្ញុំចូលមកក្នុងផ្ទះនេះបានទៅមនុស្សចង្រៃហើយម៉ែត្រឹមត្រូវហើយខ្ញុំគឺជាមនុស្សចង្រៃ5ឆ្នាំដែលខ្ញុំបណ្ដោយនាងចាក់ចេញទៅប៉ុន្តែពេលនេះខ្ញុំនឹងមើលថែនាងបានល្អហើយម៉ែខ្ញុំពិតជានឹកនាងណាស់អត់ទេយើងមិនអាចយប់ហើយយប់ជ្រះហើយទៅផ្ទះវិញទៅខ្ញុំនឹងយកនាងនឹងគ្រប់យ៉ាងមកវិញឲ្យបានខ្ញុំស្អប់លោកណាស់ទៅវិញទៅឆ្ងាយទៅជួបគ្នាថ្ងៃស្អែកស្រីស្អាតអាណាភាពឈាមតិចរបស់គេកាលពីមុននោះយ៉ាងម៉េចដែរបងស្រីយកមាញ់គេលក់ស្រួលទេឡានម្សិលមិញនាងភ្លេចកាបូបនៅផ្ទះរបស់ខ្ញុំណែបាយការអស់ឲ្យអាកាចាស់អើយរឿងច្រើនមែនតើមើលថែតំនរណាម្នាក់មែនទេខ្ញុំនឹងគេគឺគ្មានស្អីនោះទេឯងកុំយកច្រឡំឲ្យសោះមានអីកើតឡើងពីម្សិលមិញមែនទេខ្ញុំភ្លេចបាត់ទៅហើយសវឹងពេកមានអីកើតឡើងមែនទេអីចាសុំតើបញ្ញាប់ចូលមកក្នុងបេះដូងបងមែនទេស្រីស្អាតលោកប្រធានឆឹងកុំនិយាយបាត់នឹងអីបើសិនជាអ្នកដតីបានឮវានឹងមិនល្អនោះទេអូខ្ញុំគិតថានៅពេលដែលគេដឹងរឿងរបស់យើងពួកគេប្រហែលជាអបអរសាទរយើងទេដឹងនាងធ្លាប់ស្គាល់ឆឹងហានពីមុនមែនទេចាញ់ពីធ្វើការនេះអាចចង់ញ៉ាំអីដែរស្អីក៏ដែរដាក់ដូហើយនឹងស៊ីហ្វៃញ៉ាំនៅសាលាមត្តេយ្យអូយស្រីកំជិលអើយខ្ញុំអញ្ជើញឯងញ៉ាំ Shrimp Hero ទៅចាសប្បាយយ៉ាងនេះលោកប្រធានផេងដំឡើងប្រាក់ខែនាងមែនទេអូយឯងកំពុងនិយាយស្អីហ្នឹងលោកប្រធានផេងអញ្ជើញនៅទាំងពីរទៅចូលរួមកម្មវិធីជប់លៀងម្យ៉ាងទៀតលោកប្រធានឆឹងនៃក្រុមហ៊ុន Giant ក៏ចូលរួមផងដែរស្អីគេក្រំតែចុះហេតុតែលេខាលើកកែសន្យាធម្មតាសោះក៏រៀបចំជាពិធីជប់លៀងដែរលោកប្រធានផេងចាត់តលីយ៉ាងនេះអូយល្អអីយ៉ាងនេះ